ម្សិលមិញខ្ញុំសរសេរមួយឃ្លាថាទោះកម្ពុជាមិនមែនជាកំពឹសពលដោយសង្ហបុរីតែខណៈនេះត្រឹមតែជាកំពឹសពលសម្រាប់តែថៃបានហើយចៃដន្យណាស់សាររបស់សម្ដេចតេជោព្រឹកមិញនេះគ្រប់ម៉ាត់គ្រប់ឃ្លាប្រហែលជាអាចជាដំណើរមួយនៃដំណើរคล้ายខ្លួនជាកំពឹសពលសម្រាប់ថៃទី1កំពឹសពលគឺបានសេចក្តីថាប្រទេសណាក៏ដោយឲ្យតែចង់ឈ្លានពានកម្ពុជាគឺពិបាកទោះរឿងនេះនៅវែងឆ្ងាយទៀតហើយត្រូវការចេញដើរមួយជំហានសិននោះគឺចេះឈឺចាប់ពេលណាដែលតបខ្លាំងសត្រូវព្រួយពេលណាដែលទូតខ្លាំងសត្រូវបារម្ភពេលណាដែលមនុស្សក្នុងសង្គមខ្លាំងសត្រូវពិបាកដូច្នេះហើយចង់មិនចង់ការអប់រំត្រូវបុកគ្រឹះឲ្យមាំហើយត្រូវចេះឈឺចាប់នឹងការប្រមាថទី2សារព័ត៌មានថៃមួយចំនួនបានបាញ់ព្រួញមកកម្ពុជាពីផ្លូវគឺផ្លូវទី1បិទផ្លូវសេដ្ឋកិច្ចកម្ពុជាតាមរយៈរូបភាព scammer ហើយចោទទម្លាក់កម្ពុជាដើម្បីសម្អុយឈ្មោះពិសេសគឺអាមេរិកប៉ុន្តែទំនងជាមិនបានផលបន្ទាប់មកថៃដើរមួយច្រកទៀតងាកទៅរកចិនខណៈដែលពេលនេះស្នូការទូតចិនទំនងជារេទៅរកថៃបិទចិននិងថៃគេបានប្រើពាក្យថាគ្រួសារតែមួយហើយពាក្យថាគ្រួសារតែមួយក៏មិនប្រកាសថាក្បត់គ្នាមិនបានដែររឿងការទូតគឺជារឿងមួយហើយរឿងប្រយោជន៍គឺជារឿងសំខាន់សម្រាប់ចិនខ្ញុំធ្លាប់ដឹងថាឆ្មាសឆ្មាខ្មៅសំខាន់ចាប់កណ្ដុរបានប៉ុន្តែពេលនេះថៃទំនងជាមើលមកកម្ពុជាកណ្ដុរប្រផេះត្បិតចិនក៏មិនអាចអាក្រក់ដាក់កម្ពុជាពេលនេះហើយអាមេរិកបែរជាងាកមកកម្ពុជាហើយថែមទាំងជជែករឿងពន្ធ 0% លើទំនិញខ្លះជាមួយកម្ពុជានិងបើកផ្លូវរឿងអាវុធយោធាទៀតចាំមើលថាថៃប្រើអីទៀតទី2ព័ត៌មានថៃច្រើនណាស់ដែលបានហាម5ពលរដ្ឋខ្លួនមិនឲ្យថតរូបចល័តតបត្បិតទំនងជាត្រៀមជើងការខ្ពស់ហើយកម្ពុជាក៏ប្រហែលជាមិនឈរមើលទៀតដែរតើពីច្រកនេះអាចនឹងបកទៅថៃខ្លួនឯងត្បិតមនុស្សដែលមើលថៃមិនដាក់ភ្នែកគឺម៉ាឡេស៊ីទី3ខូខើណាស់ប្អូនស្រីដែលឆ្លងដែនមកកម្ពុជាវិញត្រូវបានពពួកទាហានថៃធ្វើដល់ថ្នាក់នឹងដែលនេះជាទង្វើប្រមាថខ្លាំងណាស់ចំពោះកម្ពុជាដែលមិនទាន់រាប់ទាហាន18រូបទៀតបងប្អូនបន្តឈឺចាប់បន្តរឹងមាំបងប្អូនអាចទ្រាំបានទេដែលមនុស្សមួយក្រុមថៃមាក់ងាយយកកម្ពុជាបែបនេះហើយយើងមកអង្គុយឆ្លោះគ្នាបងប្អូនជាទីស្នេហាខ្ញុំជាអ្នកសរសេរនេះខ្ញុំហៅខ្លួនឯងបែបណាមិនសមទេពេលនេះត្បិតកលៈទេសៈចាំបាច់ទោះគ្មានអាវុធនៅនឹងដៃទឹកចិត្តខ្ញុំមានចំពោះជាតិខ្មែរជានិច្ចសាមគ្គីពេលនេះគឺសំខាន់ណាស់ត្បិតរឿងទៅមុខបែបណាយើងមិនដឹងគ្រប់គ្នារួមទាំងខ្ញុំធ្លាប់តែឮពាក្យសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់ហើយវិនាទីនេះពាក្យនេះត្រូវបំផុតកម្ពុជាត្រូវការសន្តិភាពប្រភពពីឡាំឡាយចុងបិចអង្គរផងដែរតកតងទៅនឹងព័ត៌មានចែករំលែកថ្ងៃនេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា